សម្ភារៈទាំងអស់នេះគឺសម្រាប់គ្រួសារតបនៅសមរភូមិមុខដែលបានរៀបចំរួចទាំងអស់មានចំនួន18គ្រួសារនេះគឺសម្រាប់គ្រួសារតបនៅសមរភូមិមុខដែលបានរៀបចំរួចទាំងអស់មានចំនួន18គ្រួសារនៅក្នុងភូមិឈូកឥឡូវស្មានភូមិមកឲ្យរៀបចំទាំងអស់នឹងយកទៅជូនបងប្អូនដែលនៅសមរភូមិដែលជាប្រពន្ធនៅជួរក្រោយហ៎ប៉ុន្តែយើងនឹងរៀបចំជូនហើយអំណោយទាំងអស់នេះគឺសិតតែជារបស់បងទាំងអស់ដែលជាសប្បុរសជនឥឡូវយើងរៀបចំចាត់ចែងទាំងអស់នេះជូនទៅខាងគ្រួសារតបហើយនេះសិតតែក្រុមការងារទាំងអស់នៅជាមួយគ្នាមានអ្នកផ្សេងច្រើនទៀតតែថ្ងៃនេះថ្ងៃអាទិត្យអត់បានមកជួបរួមបានច្រើននេះមានប៉ុណ្ណឹងសម្ភារៈទាំងអស់នេះយើងមានទឹកសុទ្ធអង្គនៅខាងក្នុងហើយនេះជាគិតរបស់យើងមានច្រើនដែលយើងរៀបចំជូនបាទក្នុងនេះគឺមានបាទនេះគេហៅសៀងបាទសៀងឆាឬសាច់ជ្រូកទៅដល់អាចញ៉ាំបានហើយនេះគឺមីដែលបងប្អូនផ្ញើមកហើយយើងនឹងដាក់ជូននៅក្នុងគិតនេះបាទមានសរងទៀតមានទឹកត្រីបាទមាននំកូនក្មេងហើយក្នុងនេះបន្លែគឺយើងមានដែរបន្លែដែលបងប្អូនផ្ញើឲ្យនេះគឺរំលែកអ្នកបន្តិចមានខ្ទឹមបារាំងបាទមានច្រើនណាស់មានគោឆ្មាមានម្រះទេសផ្លោកទយងចេកតឡាចបាទជើងសម្ភារៈទាំងអស់ហើយមានខ្ចីទៀតហើយដាក់ជូនទៅបងដែលជាគ្រួសារតបនៅក្នុងស្រុកឈូកជាពិសេសនៅឃុំឈូកហើយយើងនឹងចែកជូនទៅតាមនឹងទាំងអស់បាទក្នុងមួយក្រុង10គីឡូបានហើយបងស្មានគាត់យកទៅនៅឃុំឈូកបងនេះបាទអរគុណច្រើនបងបាទជួយចុះហ៎ជួយចុះបាទអរគុណបងច្រើនអញ្ចឹងរួចគ្នាណាមានទាំងអស់សម្ភារៈបាទអរគុណបងអរគុណហើយមកសម្ភារៈបងគ្រួសារតបណាពុកគ្រួសារតបទៅដល់ចែកពួកគាត់ឲ្យហើយទៅណាដែលលោតាមបានគេបានយើងអត់ទឹកសុទ្ធមិនពីញ៉ាំ10គីឡូអាហ្នឹងសម្រាប់គ្រួសារតបបាទគេឲ្យខុសហើយមានក្នុងវិជីឈ្មោះហ្នឹងហៅគាត់មកសាលាឃុំចែកទៅបាទដើម្បីឲ្យដឹងថានេះគុំយកទឹកដាក់ក្នុងគ្រឿងដាក់នឹងគុំចាយទៅគាត់ទៅណា